អត់ធ្វើក៏វាអត់យល់ទេណាអញ្ចឹងដើម្បីឲ្យអាចអាប់ដេតបានន័យថាយើងទាមទារយើងចាប់យកទិន្នន័យចាស់សិនទិន្នន័យចាស់របស់យើងគឺrecord ដែលយើងមើលឃើញនេះជាទិន្នន័យចាស់ណា record ដែលយើងមើលឃើញហ្នឹងគឺជាទិន្នន័យចាស់អញ្ចឹងយើងចង់អាប់ដេតលើ record ណា Face screen អូ អត់ឃើញ screen ហ្នឹងហើយមិញបិទដើម្បីចូលនិយាយមួយគ្នាយើងដល់ពេលហើយភ្លេច share វិញអូខេកាសឃើញវិញណាអញ្ចឹងដើម្បីយើងបានទិន្នន័យចាស់យើងត្រូវមកមើលលើ record នេះឥឡូវយើងមានតែមួយឯងបើយើងមានពីរវាចេញពីរណាទីខាងឃើញតែមួយហ្នឹងហើយនេះពីរបានដែរណាពីរហើយដូចគ្នាដែរ ID នេះយើងយកមកពី database ហ្មងឯងយើងអត់ទាន់ទៅសេវាឆោតវាក្រៅទៀតទេណាយើងអាចទៅសេបានណាតែឥឡូវយើងអត់យកជាបញ្ហាទេអាហ្នឹងយើងអាចធ្វើបានតែឥឡូវនេះពេលយើងចង់អាប់ដេតគឺយើងត្រូវការចុចលើ edit នេះ edit នេះគឺមានតួនាទីចាប់យក record ដែលយើងចុចហើយបោះឲ្យ form ដែលយើងត្រូវទទួលមួយណាអញ្ចឹង form ដែលយើងត្រូវទទួលហ្នឹងយើងទៅបង្កើតវាមកដាក់ថា update អីគេ update user .php ណាអញ្ចឹង update នេះសួរថាវាអត់ខុសគ្នាជាមួយនឹង add ទេយើងអាចយក add មកប្រើបាន control A copy មកណា update យកមកផាសហើយយើងដូរគេដូរឡើងនេះមក update user ណា update user ហើយយើងដក action វាចេញសិនខ្លាចយើងច្រឡំ save ដក action វាសិនណាដក action វាសិនហើយចាំយើងទៅណា home របស់យើងបង្កើត public function edit user edit user edit user យើងត្រូវការអីគេបាន ID មួយណាអញ្ចឹងអានេះណាអានេះបានមកដោយសារអីបានមកដោយ list user របស់យើងនេះកន្លែង edit យើងត្រូវតែbase URL ខាងក្នុងអីគេhome slash edit user edit slash 1 $. ID ណា sorry នេះ copy ទៅមកកំពុងអីឡំនេះហ្នឹងហើយយើងសាកមក point ទៅវិញយ៉ា error បាត់ unexpected ទៀត list expect បាត់នេះមួយណា unexpected class ខ្ញុំទៅសេនេះក្រៅញ៉ៃសុំសាទៀតbase URL ភាសាសេមិនច្រឡំឲ្យខ្ជិលនៅនេះ URL ណា home edit user slash ហើយយកអានោះដាក់នេះមកនឹង
đấy ấy này kéo một cái shot ai đây món chụp thôi ta xin có không phải hả đây cái này tao không mấy bạn anh đi chẳng những về những point lợi đi tới việc chạm ID bỏ tàu browser nè liền về khởi nhé chẳng nhưng mà khởi hàng khổ khiนี้คือ home edit user ពេលចុចទៅវានឹងទៅបើក form edit user នៅក្នុង function edit user អញ្ចឹងយើងមក edit user របស់យើងនេះអត់មានអីយើងធ្វើការគេ ហា form មក edit edit user ណា edit user នេះ edit user តែដោយសារយើងអត់តន់អីគេនេះយើងអត់តន់បាន edit file edit user edit user អូ update មែន edit ទេណា update ឈ្មោះ view update user នេះប៉ុន្តែយើងអត់ទាន់បានបោះ data ចូលមកទេអញ្ចឹងយើងទាមទារយើងទៅសេលើ update user នេះយើងនេះយើងនេះតិចណា update user នេះគេដាក់នៅក្នុងឥឡូវយើងត្រូវតែមាន ID មួយណាព្រោះ update ត្រូវមាន ID ឯណាអញ្ចឹងយើងទៅសេមួយចោលមក input thai text tt id ណា value វាគេ value នេះគឺយើងយកចាប់មកពីណានេះពីនេះគឺយើងធ្វើការគេអឺ select ណា select $data user ស្មើ $user find តែឥឡូវនេះយើង find ទៅទេណា find ទៅទេហើយបានយើងមាន $id ណាអញ្ចឹងបានន័យថា select ទិន្នន័យពី table user តាមជា ID ដែលយើងចុចណាហើយយើងបោះចូល $data បោះចូល view របស់យើងហើយក្នុង view យើងហ្នឹងយើងហៅមកស្មើ $user user អានេះយើងដាក់php echo base url php echo ក៏ប៉ុណ្ណឹងយើងដាក់អញ្ចឹងក៏បានណាដូចគ្នាអញ្ចឹងកន្លែងនេះយើងដាក់មកid ណា id user នេះគឺមួយនេះនេះអញ្ចឹងនេះអញ្ចឹងid ហ្នឹងយើងអត់ទុកអញ្ចឹងទេ id នៅក្នុង form យើងអត់ទុកអញ្ចឹងទេគឺយើង hide វាអញ្ចឹងកន្លែង thai នេះយើងដាក់ថា hidden ណា thai យើងដាក់ hidden គ្រាន់តែ hide វាដល់ពេល view ផ្សេងទៀតដូចគ្នា copy មកតែនេះ username តែនេះ full name អានេះ email password អត់មានទេណាpassword ទោះបីយើងដាក់ក៏គ្មានន័យដែរមើលឃើញដែរណាតន់ប៉ុណ្ណឹងហើយបានយើងទៅសរសេរ action ឲ្យវាមួយទៀត action មួយទៀតអត់បាក់ទេណាឥឡូវនេះជំហានរបស់យើងគឺចាប់យកទិន្នន័យហ្នឹងយកមកដាក់លើ form សិនណាចាប់យកទិន្នន័យយើងដាក់លើ form សិននេះ
form សិនហើយបានយើងធ្វើការកែហើយបានយើងធ្វើការ save មួយទៀតណា update user update user នេះបានមួយទៀតយើងធ្វើការកែប្រែមួយមុនក៏ចាប់យកមកអានេះកែប្រែចាកែប្រែអត់ខុសពី save ទេនេះ copy វា save មក copy វា save មកហើយកន្លែងនេះយើងអត់ប្រើ insert ទេយើងប្រើតែ update វិញមក update update អីគេ $post អីគេ ID ttid មែន ID ទេ ttid នេះមកតែប៉ុណ្ណឹងអត់មានអីច្រើនទេណាអញ្ចឹងបានន័យថា ID នេះមកពីណា ID នេះ ID នេះគឺបើយើង hide ដោយសារយើងអត់ចង់ show គេនេះ ttid នេះយើងអត់ចង់ show គេអញ្ចឹងហើយប៉ុណ្ណឹងហើយក្នុង form របស់យើងនេះពីមុនយើងលុប action វាចោលនេះ action វាទៅទេនេះដាក់វាវិញមក action វាគេ update user ចូលមក update user ហ្នឹងគឺ home slash update user អូខេមួយ សុភាថែមមួយទៀតមក1 2 3អានេះអត់ដាក់អត់បានណាឃើញទេនេះសុភា1 2 2 1 2 1 2ណាអត់បានណានៅវាគេមួយទៀត delete ពេលយើងចុចលើនេះណាចុច delete លុបមកអញ្ចឹងដូចគ្នាចូលទៅ list user របស់យើងដាក់កន្លែងនេះមក copy នេះមកណា copy នេះ copy មកដាក់ឡើងក្នុងជ្រូកដាក់មកហើយកន្លែងនេះយើងដាក់ថា delete del user ប៉ុន្តែយើងអត់ទាន់បានទៅបង្កើតនេះអញ្ចឹងអា user នេះ del user នេះគឺជាអីគេ function វា copy មកនេះមកនេះ public function del ហើយកុំភ្លេចតាមរយៈ id ណាតាមរយៈ id នេះណាតាមរយៈ id ហើយលុប table ណានេះ table នេះលុប table ហ្នឹងហើយធ្វើការអីគេ user ស្អីយកមកនេះអត់មានបាទ user delete id តែប៉ុណ្្នឹងឯងហើយ return ទៅ list យកមកណាតែប៉ុណ្្នឹងងាយលឿនបំផុតអានេះហើយយើងមកមើល list user យើងមើលតែប៉ុណ្្នឹងដែរទេខេតោះឧទាហរណ៍លុបបាត់ទេលុបឲ្យវានៅនឹងដែរណា add time នេះតន់ប៉ុណ្ណឹងអញ្ចឹងថ្ងៃនេះយើងសរុបទៅបាន